ខ្ញុំប្រកាសណាធម្មភាពពិខុសសង្ឃវុទ្ធវត្តពិសិដ្ឋសូមមកចាប់អារម្មណ៍ទាក់ទងជាមួយនឹងសង្គមប្រទេសជាតិសូមនមស្ការព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទសូមសម្ដែងការសោកស្ដាយជាមួយនឹងវីរៈបុរសខ្មែរយើងដែលបូជាជីវិតដើម្បីការពារទឹកដីប្រទេសខ្មែររបស់យើងដែលជនបរទេសបានឈ្លានពានមកលើប្រទេសខ្មែររបស់យើងដោយសារមេដឹកនាំរបស់យើងកំសាកក្នុងការការពារកំសាកក្នុងការយកក្រុមបោកប្រាស់ឆបោកទូទាំងពិភពលោកចឹងហើយបានជាគ្មានបរទេសណាគេជួយថ្កោលទោសមកលើប្រទេសដែលឈ្លានពានមកលើប្រទេសខ្មែរចឹងហើយមូលហេតុមកពីការដឹកនាំខ្សោយរបស់ថ្នាក់ដឹកនាំខ្មែររបស់យើងបច្ចុប្បន្នគឺឆ្នាំ2025ហើយគ្មានយន្តហោះចម្បាំងគ្មានទាហានដែលមានតែទាហានការពារអំណាចគ្មានទាហានការពារទឹកដីទាហានដែលការពារទឹកដីសពថ្ងៃហ្នឹងផ្ទះក៏គ្មានប្រាក់ខែក៏បានមិនពេញលេញប្រាក់ខែក៏បានមិនសមល្មមនឹងការពារទឹកដីរបស់ខ្មែររបស់យើងចឹងធ្វើឲ្យប្រទេសជិតខាងគេសិក្សាដឹងអំពីការមិនយកចិត្តទុកដាក់ក្នុងការបំរុងសមត្ថភាពខាងពលទាហានមិនថាបច្ចេកទេសមិនថាយន្តហោះចម្បាំងឧបករណ៍អាវុធឧបករណ៍ផ្សេងហ្នឹងគឺគេបានសិក្សាថាខ្មែររបស់យើងវានៅខ្សោយអញ្ចឹងហើយគេចង់ជិះយន្តហោះទៅទម្លាក់គ្រាប់ដល់60-80 គីឡូចេញពីជាយដែនក៏គេហ៊ានធ្វើដែរខ្មែរយើងអត់អាចទប់ស្កាត់នៃការឈ្លានពានរបស់គេបានដោយសារមេដឹកនាំរបស់យើងយកក្រុមអ្នកឆបោកដើម្បីរកលុយមកចិញ្ចឹមទាហានឬចិញ្ចឹមគ្រួសាររបស់ខ្លួនចឹងហើយបានទៅប្រទេសគេឈ្លានពានបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវដឹងពីមូលហេតុដែលគេឈ្លានពានហ្នឹងគឺយើងទាំងអស់គ្នាប្រជាជនខ្មែរយើងដឹងថាគេឈ្លានពានហើយតែហេតុអីបានគេឈ្លានពានព្រោះគេដឹងថាយើងវាខ្សោយថ្នាក់ដឹកនាំវាមានតែតកូលមួយដឹកនាំវាដល់ចឹងហើយតកូលមួយធ្វើខូចគេគៀបសង្កត់គេបណ្រឹងនៅសមត្ថភាពផ្សេងធ្វើឲ្យគេដឹងពីកម្លាំងឬដឹងពីសមត្ថភាពរបស់កងទាហានរបស់ខ្មែរទៅកងទាហានរបស់ខ្មែរខ្សោយពីដល់ទាហានការពារអំណាចខ្លាំងមានអាវុធទំនើបមានរបស់ការពារទំនើបពីដល់ស្លាប់ទៅទាហានជួរមុខស្លាប់ទៅទាហានការពារប្រទេសអញ្ចឹងសូមគោរពសូមសោកស្ដាយជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលបានការពារទឹកដីអញ្ចឹងយើងទាំងអស់គ្នាជា
ជាជនខ្មែរមួយរូបយើងមិនបំភ្លេចវីរភាពរបស់បងប្អូនប្រជាពលរដ្ឋទេចឹងយើងគោរពបូជាជានិច្ចបុព្វហេតុជាតិរបស់ខ្មែរយើងការពារកុំឲ្យប្រទេសផ្សេងគេមកឈ្លានពានទើបតែយើងមានកម្លាំងមានសមត្ថភាពហើយយើងក៏មិនយកក្រុមឆបោកដាក់ពីក្រោយខ្នងឬក៏យកក្រុមពីឆបោកនឹងធ្វើជាការរថដីកាមកដាក់ប្រទេសជាតិយើងផងដែរអញ្ចឹងយើងត្រូវតែសម្អាតក្នុងខ្លួនក្នុងប្រទេសរបស់យើងឲ្យបានស្អាតពីដល់មានប្រទេសជាតិខាងគេមកឈ្លានពានមានប្រទេសជាតិខាងគេមកធ្វើបាបអញ្ចឹងយើងអាចមានប្រទេសអ្នកដទៃគេមិនទុកប្រទេសយើងចោលទេកាលណាបើសិនជាដូចសពថ្ងៃអញ្ចឹងគេឈ្លានពានទៅដល់10គីឡូ20គីឡូឬ30គីឡូឬក៏ដល់ទីក្រុងរបស់យើងក៏ប្រទេសផ្សេងគេមិនយកចិត្តទុកដាក់ដោយសារគេអាងថាគេបង្ក្រាបក្រុមឆបោកដែលទូទាំងពិភពលោកបាត់លុយពីខ្លួននឹងដោយសារក្រុមឆបោកចឹងហើយអ្នកណានៅពីក្រោយខ្នងក្រុមឆបោកតកូលហ៊ុនចឹងហើយតកូលហ៊ុនជាមេហេតុដែលធ្វើឲ្យគេមើលងាយមិនថាប្រទេសយួនមិនថាប្រទេសថៃដូចសពថ្ងៃគឺយើងប្រទេសយួនគេព្យាយាមបើប្រទេសគេគិតគូរពីរឿងប្រទេសជាតិហើយយើងមានសង្គ្រាមជាមួយប្រទេសជាតិខាងគេមិនមកធ្វើសន្ធិសញ្ញាគេមិនមករកបោះបកគោលព្រំដែននេះទេអញ្ចឹងគេអត់មានមកនិយាយរឿងអញ្ចឹងពីដល់យួនវាមកនិយាយពីរឿងបោះបកគោលព្រំដែនដោយសារយើងមានចំនួនជាមួយនឹងប្រទេសខាងលិចរបស់យើងនឹងហើយយើងមានពេលឯណាទៅគិតគូរពីរឿងបោះបកគោលព្រំដែនអញ្ចឹងបានន័យថាគេចង់បានប្រយោជន៍ពីខ្មែរយើងទីបំផុតគឺបាត់ទឹកដីហើយបើសិនជាតកូលហ៊ុននឹងនៅតែគ្រប់គ្រងអំណាចដោយសពថ្ងៃនឹងទេបាត់ទាំងពូជតកូលហ៊ុនបាត់ទាំងពូជខ្មែរបាត់ទាំងទឹកដីខ្មែរទៅទៀតមិនមែនបាត់តែត្រឹមតកូលហ៊ុនទេសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅក្នុងស្រុកនឹងត្រូវតែដឹងថាមូលហេតុដែលនាំឲ្យគេឈ្លានពានមិនថាប្រទេសនៅខាងលិចនៅខាងកើតឈ្លានពានបានដោយសារយើងវាអន់វាខ្សោយយើងវាយកក្រុមឆបោកដែលបោកប្រាស់ពិភពលោកនឹងមកនៅក្នុងប្រទេសរបស់យើងអញ្ចឹងគេលំពៀនដោយសារយើងនឹងមានអំពើអាក្រក់នៅពីក្រោយខ្នងអញ្ចឹងគេអត់ញញើតនៃការឈ្លានពានទេការឈ្លានពានហ្នឹងគឺវាខុសច្បាប់ជាតិនិងអន្តរជាតិអញ្ចឹងបងសូមឲ្យបងប្អូនគិតគូរពិចារណាឬក៏ដកទំនុកចិត្តពីរបបដឹកនាំដោយតកូលហ៊ុនសពថ្ងៃហ្នឹងពោនឹងសូមខ្លីៗហើយក៏សូមឲ្យបងប្អូនជួយតាមដានសូមឲ្យបងប្អូនចេះរួបរวมសាមគ្គីគ្នាធ្វើម៉េចដែលយើងមានថ្នាក់ដឹកនាំកំសាកនៃការពារទឹកដីអញ្ចឹងគេឈ្លានពានដោយសារយើងកំសាកហើយយើង
ស្ងប់ស្ងាត់មក40ឆ្នាំមកហើយតែយើងអត់បានគិតគូរពីយន្តហោះចម្បាំងអត់បានគិតគូរពីកំភ្លើងការពារយន្តហោះអីទេយើងគិតគូរតែការពារអំណាចគិតគូរតែយកលុយដាក់កប៉ាវយកអំណាចដាក់ខ្លួនវាបានអីឃើញទេដូចសពថ្ងៃនេះវាបានអីបានតែគេរំលោភបំពានមកលើប្រទេសយើងខ្មែរយើងអត់មានបានអីមានតែរងគ្រោះហើយគេថាគេអ្នករងគ្រោះទៅវិញគេរំលោភបំពានយើងសោះបងប្អូនប្រជាពលរដ្ឋហើយគេស្រែកប្រាប់ពិភពលោកថាគេជាអ្នករងគ្រោះហើយខ្មែរយើងមកឈ្លានពានគេទៅវិញបងប្អូនប្រជាពលរដ្ឋគិតគូរឲ្យច្បាស់ហើយថ្នាក់ដឹកនាំយើងអត់បានអធិប្បាយឬក៏និយាយប្រាប់ពិភពលោកថាយើងប្រទេសតូចកម្លាំងសេដ្ឋកិច្ចនយោបាយប្រជាជនតិចជាងប្រទេសដែលគេលុបបំពានលើយើងហ្នឹងហើយហេតុអីបានតែគេថាយើងហ្នឹងមកឈ្លានពានគេវិញថាយើងនេះជាក្មេងបើហ៊ឺនកោងកាចក្អេងក្អាងដោយសារថ្នាក់ដឹកនាំរបស់យើងហ្នឹងវាកំសាកបងប្អូនមូលហេតុហ្នឹងហើយសូមឲ្យបងប្អូនជាពលរដ្ឋរួចផុតអំពីទុក្ខសោករួចផុតអំពីគ្រោះថ្នាក់នៅពេលនេះហ្នឹងគឺយើងទើបតែខ្លួនយើងខ្លាំងមិនបាច់ចាំឲ្យអ្នកដទៃបើសិនជាយើងខ្លាំងនៃការតស៊ូប្រទេសជិតខាងឬក៏ប្រទេសមហាអំណាចធំហ្នឹងគេខ្ជួយយើងដែរបើសិនជាយើងទន់ខ្សោយយើងស្រែកឲ្យគេមកជួយនឹងអត់កើតទេបងប្អូនអញ្ចឹងយើងទល់តែពង្រឹងខ្លួនឯងឲ្យបានខ្លាំងនឹងបានគេមកជួយបើយើងអត់បានពង្រឹងខ្លួនឯងឲ្យខ្លាំងទេគ្មានប្រទេសណាគេមកជួយទេនឹងព្រះពុទ្ធជាម្ចាស់របស់យើងបានត្រាស់ឬក៏យកទ្រឹស្ដីយើងទាំងអស់គ្នាចាំមិនដាច់ពីមាត់ហ្នឹងគឺអត្តនោនាថោខ្លួនទីពឹងខ្លួនហ្នឹងអញ្ចឹងទល់តែយើងទីពឹងខ្លួនឯងខ្មែរជួយខ្មែរទីពឹងខ្មែរមានកម្លាំងគឺខ្មែរហ្នឹងបានអាចប្រទេសដទៃគេឃើញយើងតស៊ូយើងបងប្អូនជាពលរដ្ឋកោតសរសើរខ្មែរយើងទាំងធនធានទាំងឧបករណ៍ផ្សេងយើងទន់ខ្សោយជាងគេតែយើងតស៊ូបានសូមសរសើរបងប្អូននិងសូមប្រជាពលរដ្ឋខ្មែរយើងរួចផុតអំពីទុក្ខសោកនៅពេលនេះ2025នេះជិតដល់2026ហើយសូមឲ្យរួចចូលឆ្នាំ2026នឹងសូមឲ្យរួចអំពីការឈ្លានពានរបស់ប្រទេសជិតខាងទាំងខាងលិចទាំងខាងកើតសូមឲ្យបងប្អូនខ្មែរយើងជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាពោសូមចម្រើនពរ